របៀបកែទឹកក្នុងស្រះដើម្បីឲ្យទឹកថ្លាល្អហើយត្រីដែលមាននៅក្នុងស្រះមានសុខភាពល្អតើតើជាមួយនឹងការកែទឹកមានច្រើនប្រភេទ9អាចកែទឹកជា system perimeter ប្រភេទទឹកបឹងកែទឹកជាប្រព័ន្ធ booster ឬក៏កែទឹកជាប្រព័ន្ធ bioblock អញ្ចឹងតើតើជាមួយនឹងស្រះជាច្រើនគឺកែទឹកតាមប្រព័ន្ធ perimeter ឬក៏គេហៅថាទឹកខៀវឬក៏ប្រភេទទឹកបឹងតើតើជាមួយនឹងការកែទឹកមានអត្ថប្រយោជន៍ច្រើនមែនទែនទី1ជួយឲ្យទឹកដែលបងប្អូនចិញ្ចឹមត្រីមានសុខភាពថ្លាល្អមិនងាយល្អហើយអ្វីដែលសំខាន់នៅពេលដែលយើងកែទឹកហើយទឹកនេះគឺមិនងាយស្អុយទេបងប្អូនអាចចិញ្ចឹមត្រីបន្តរហូតអញ្ចឹងទោះបីចិញ្ចឹម2ឆ្នាំ3ឆ្នាំក៏ទឹកនឹងអត់មានបញ្ហាដែរហើយអត្ថប្រយោជន៍បន្តមកទៀតតកតងជាមួយនឹងការកែទឹកគឺជួយឲ្យទឹកនឹងដោះប្រភេទប្លង់តុងបងប្អូនអញ្ចឹងតកតងជាមួយនឹងប្លង់តុងវាក៏ជាប្រភេទចំណីត្រីដែរបងប្អូនជាពិសេសកូនត្រីនៅពេលដែលបងប្អូនដាក់កូនត្រីដំបូងហើយកូនត្រីនៅបានស៊ីប្លង់តុងដែលដោះនៅក្នុងទឹកហ្នឹងគឺកូនត្រីនឹងមានសុខភាពល្អបងប្អូនហើយអ្វីដែលសំខាន់ការកែទឹកជា system perimeter នេះវាជួយឲ្យត្រីដែលយើងចិញ្ចឹមគឺមិនងាយជួបបញ្ហាដូចជាដំបៅរលាកឬក៏បញ្ហារឹងខ្លួននោះទេបងប្អូនហើយមួយទៀតវាជួយអុកស៊ីហ្សែននៅក្នុងទឹកតើតងជាមួយនឹងការកែទឹកទី1បងប្អូនត្រូវមានអំបិលគ្រួសហើយទី2បងប្អូនត្រូវការជីអ៊ីរ៉េហើយនិងទី3បងប្អូនត្រូវការថ្នាំ Multibag តើតងជាមួយនឹងការប្រើប្រាស់សម្រាប់ទឹក 1000 លីត្របងប្អូនដាក់អំបិលគ្រួសចំនួន2ខាំហើយសម្រាប់ទឹក 1000 លីត្របងប្អូនប្រើជីអ៊ីរ៉េចំនួន15ក្រាមអញ្ចឹងអំបិលគ្រួស2ខាំស្មើនឹង200ក្រាមហើយជីអ៊ីរ៉េមួយគីបទឹកខ្ញុំប្រើតែ15ក្រាមទេបងប្អូនណាមិនមែនមួយខាំកន្លះទេបងប្អូនណាមួយខាំកន្លះស្មើនឹង150ក្រាមហើយបន្តមកទៀតក្នុងទឹក3000លីត្រឬក៏3គីបយើងប្រើថ្នាំ Multibag 1cc ហើយតកតងជាមួយនឹងការលាយវត្ថុធាតុដើមទាំងអស់នេះចូលក្នុងទឹកទី1បងប្អូនអាចបាចអំបិលមុនអញ្ចឹងបងប្អូនអំបិលខ្ញុំបញ្ជាក់ណាប្រើអំបិលគ្រួសអត់ប្រើអំបិលម៉ត់ទេណាអញ្ចឹងបងប្អូនបាចអំបិលគ្រួសបាចជុំវិញស្រះឬក៏ជុំវិញអាងហើយបន្តមកទៀតបងប្អូនបាចជីអ៊ីរ៉េបងប្អូនបាចជុំវិញស្រះទៅហើយជំហានបន្តមកទៀតបានយើងចាប់ដើមដាក់ថ្នាំ Multibag តើតងជាមួយថ្នាំ Multibag នេះមួយដបស្មើនឹង 1000cc អញ្ចឹងមួយដបនេះយើងអាចលាយទឹកបាន3000គីបហើយតកតងជាមួយទឹក1គីបស្មើនឹង1000លីត្របងប្អូនអញ្ចឹងបងប្អូនយើងមួយចំនួនក៏អត់ដឹងដែរ1គីបមានប្រហែល1000លីត្រសម្រាប់ Multibag បងប្អូនយកទឹកក្នុងស្រះ1ធុងពេត្រូឬក៏2ធុងពេត្រូមកហើយបន្តមកទៀតបងប្អូនគុណចែកឲ្យឃើញទឹកក្នុងស្រះហ្នឹងប្រហែលគីបហើយបន្តមកទៀតបងប្អូនចាប់ផ្ដើមយកថ្នាំ Multibag នេះចាក់ចូលទៅក្នុងធុងពេត្រូហើយបន្តមកទៀតបងប្អូនកូរថ្នាំជាមួយទឹកហ្នឹងឲ្យរលាយហើយបន្តមកទៀតបងប្អូនដើរបាចជុំវិញស្រះហើយតើតងជាមួយថ្នាំ Multibag នេះបើនិយាយទៅមួយដបនេះប្រើបានច្រើនបងប្អូនណាមួយដបនេះប្រើបានដល់ទៅ3000គីបហើយតើតងជាមួយនឹងការប្រើប្រាស់ថ្នាំបងប្អូនដាក់ចូលទៅក្នុងអាងបងប្អូនកណនីខុសតិចតួចក៏អត់អីទេបងប្អូនលើសតិចតួចឬក៏ខ្វះតិចតួចក៏អត់បញ្ហាដែរដោយសារជាធម្មតាស្រះមិនមែនដូចអាងទេបាទរៀងទូចជាងហើយខាងលើរៀងធំជាងអញ្ចឹងបងប្អូនគុណស្មើក៏បានដែរគេដាក់ថ្នាំទៅលើសតិចតួចបើនិយាយទៅអញ្ចឹងតើតងជាមួយនឹងការប្រើថ្នាំលើសតិចតួចអត់មានបញ្ហាទេបងប្អូន